ការបង្ហាញម៉ូដសម្លៀកបំពាក់ស្បែកខ្មែរដោយស្រស់ត្រកាលដែលរចនាឡើងដោយសមាជិកសមាគមសិល្បករខ្មែរនិងសិល្បៈមកពីក្រមសុទ្ធតាដូច្នេះសូមអញ្ជើញទទួលទស្សនាដូចតទៅស្បែកខ្មែរមានការប្រើប្រាស់ជាច្រើនសម័យកាលមកហើយភាគច្រើនគេក្រងស្បៃជាមួយសំឡុយនិងពេលខ្លះប្រើជាមួយក្បិនតាមរយៈរឿងព្រេងខ្មែរស្បៃត្រូវបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងរឿងព្រះថោងនាងនាគដោយក្នុងឈុតមួយព្រះថោងតោងស្បៃនាងនាគដើម្បីធ្វើដំណើរចុះទៅកាន់ឋានបាត់ដាលដែលជានគរនាគក្នុងន័យនេះស្បៃគឺជានិមិត្តរូបតំណាងឲ្យកន្ទុយរបស់នាងនាគធម្មជាតិអើយអរុណរាហើយចែងចាំងរៀងស្វ័យបំភ្លឺលោកកាជំនោនោមរូពីដាសន្ទ្រាចោខ្ញៀវខ្ញាបាំងសាឈៀងឆាំបាក់សៃគៀងគូចឹងចាំចំណៃហើយរំបីលួងលោមស្នេហាមើលនោមរឹងគីស្ទូស្ទីហងលោហានក្លាសបបាក្នុងព្រៃប្រឹងសាចោចាសាសងឆ្លងឆ្លើទេពគេនងរីអបអរដល់ក្តីអំណរនាងហើយសូមអង្គលោកម្ចាស់អើយជួយថែរក្សាចំណុចនេះបង្ហាញយ៉ាងច្បាស់ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរស្បៃពិតជាមានសារៈសំខាន់ណាស់នៅក្នុងវប្បធម៌នៃការស្លៀកពាក់របស់ស្ត្រីខ្មែរនាសម័យបុរាណត្បិតស្បៃគឺជាគ្រឿងសម្រាប់បិទបាំងរាងកាយផងនិងជាគ្រឿងលម្អកាយដ៏មានសោភ័ណភាពព្រមទាំងបង្ហាញអំពីសេចក្តីថ្លៃថ្នូរនិងសម្រស់របស់ស្ត្រីសង្គមខ្មែរនាសម័យបុរាណការពានាស្បៃត្រូវបានចាត់ទុកជាសម្លៀកបំពាក់បែបផ្លូវការសម្រាប់ការចូលរួមក្នុងកម្មវិធីឬឱកាសពិសេសប្រពៃណីនៃការគ្រងស្បៃមិនមែនជាការតុបតែងតាមចំណង់ចំណូលចិត្តឡើយប៉ុន្តែជាវិធាននៃការស្លៀកពាក់ដ៏ខ្ពង់ខ្ពស់បំផុតដែលស្ត្រីខ្មែរគ្រប់រូបនាសម័យនោះត្រូវតែគោរពនិងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនប្រណីរក្សាសូមលេងឆ្លើយឆ្លងរំបងព្រឹកព្រៃដំត្រីរំដំសាទរព្រៃបុព្វតាតូនធំច្រឡងបរិពន្ធបប
មគោរពជំរាបជូនថាការបង្ហាញនេះគឺផ្ដោតសំខាន់លើស្បៃរបស់កូនក្រមុំក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរតែប៉ុណ្ណោះ